បងប្អូនដែលធ្លាប់ទៅលេងប្រទេសសិង្ហបុរីប្រកាសជាដឹងហើយថាម្ហូបប្រចាំតកូរបស់សិង្ហបុរីគឺឡាក់សាមែនទេបងប្អូនណាដែលចូលចិត្តឡាក់សាប៉ុន្តែអត់សូវមានពេលទៅលេងសិង្ហបុរីថ្ងៃណាដែលបានទៅលេងសិង្ហបុរីខ្ញុំ recommend ឲ្យទិញឡាក់សាកញ្ចប់នេះយកមកទុកញ៉ាំណាបងប្អូនវិធីធ្វើងាយៗដូចស្រុះមីអញ្ចឹងដំបូងដាក់ទឹក400 ml ចាក់ម្សៅខ្ទិះដូងជាមួយនឹងគ្រឿងហ្នឹងចូលទៅកូរវាឲ្យលាយសិនចាំបើកភ្លើងដាំទឹកហ្នឹងឲ្យពុះបន្ទាប់មកបានដាក់មីចូលស្ងោរ8នាទីគឺបានញ៉ាំហើយចំពោះសាច់ហើយនឹងបន្លែយើងចូលចិត្តអីយើងដាក់នឹងទៅបើនៅសិង្ហបុរីគេចូលចិត្តដាក់អាតៅហ៊ូជៀនដូចខ្ញុំកំពុងដាក់នេះហើយគេមានបកាគេមានពងមាន់មានសណ្តែកបដោះអីចឹងណាឡាក់សាប្រៀបបានដូចជាកាទៀវឬក៏នំបញ្ចុកនៅស្រុកខ្មែរយើងចឹងគឺមានប្រជាជនចូលចិត្តញ៉ាំច្រើនពេលដែលទៅលេងសិង្ហបុរីមានពីរមុខដែលខ្ញុំចូលចិត្តញ៉ាំនៅក្នុងនោះមានបាយសាច់មាន់មានសាច់អាំងសាតេហើយនឹងឡាក់សានឹងឯងអញ្ចឹងនៅពេលដែលខ្ញុំទៅលេងសិង្ហបុរីមុននឹងត្រឡប់មកផ្ទះវិញខ្ញុំតែងតែទៅ supermarket ទៅទិញឡាក់សាកញ្ចប់យកមកទុកញ៉ាំមិនដែលខានទេខ្ញុំចង់ប្រាប់ថារសជាតិឆ្ងាញ់ខ្លាំងណាស់បងប្អូនតោះមកញ៉ាំជាមួយខ្ញុំទាំងអស់គ្នា